គ្នាយើងដែលចំណាំមើលវីដេអូរបស់ខ្ញុំតែងតែដឹងឯថាវីដេអូខ្ញុំយ៉ាងតិចក៏ 10k អីដែរតែហេតុអីបានមួយរយៈនឹងធ្លាក់ view ខ្លាំងមែនធ្លាក់តាំងពី1000 2000ឥឡូវនឹងធ្លាក់ដល់500ទៀតមូលហេតុគឺត្រង់ថាបញ្ហាខ្លះដែលយើងអាចនិយាយឲ្យក្បោះក្បាយបានតែនិយាយស៊ូមហ្នឹងគេចាប់ខ្ញុំទៀត account ហ្នឹងអាចនឹងត្រូវបាន ban forever ក៏ថាបានដែរតែទាំងដែលយើងចង់និយាយថាជាមេតកាមួយពាក់ព័ន្ធជាមួយមេជីឆេះវាអត់ពាក់ព័ន្ធជាមួយរឿងញ៉ៃអីអស់ហ្នឹងទេតែបើគេចាប់ហើយយើងក៏មិនដឹងធ្វើម៉េចដែរ AI ហើយវីដេអូហ្នឹងដែរក៏ជាវីដេអូមួយដែលមកតាមសំណូមពររបស់គ្នាយើងហើយខ្ញុំផ្ទាល់ក៏ចង់តេស្តមើលដែរថា TikTok គាត់ឈប់ review account របស់ខ្ញុំនៅឬក៏ឈប់ដាក់ target លើ account របស់ខ្ញុំនៅ view របស់ខ្ញុំអាចដូចដើមវិញហើយនៅអញ្ចឹងហើយក៏សមាជិកថាបន្ថយមកដៃទៅបើហេងក៏អាចថា account ខ្ញុំ back to normal វិញតែបើសយវីដេអូហ្នឹងប្រហែលជាអត់អាចដល់ភ្នែកអ្នកទាំងអស់គ្នាទេថាមិនត្រូវណា account ខ្ញុំត្រូវបាន ban ផងខ្ញុំអាចនឹងបកស្រាយច្រើនតិចមុនពេលដែលយើងអាចចូលទៅដល់ skill របស់ Commander Luigi បានសង្ឃឹមថាអ្នកនរគ្នានឹងយោគយល់ពាក់ព័ន្ធជាមួយនឹងការសន្យា 2000 follower ខ្ញុំនឹងធ្វើការ give away weekly pass ចំនួន2នៅតែធ្វើដដែលនៅពេលដែលខ្ញុំគ្រប់ 2000 follower ខ្ញុំនឹងចេញវីដេអូថ្មីមកសម្រាប់លក្ខខណ្ឌក្នុងការលេងរបស់ខ្ញុំគឺស្រួលមែនតើគ្រាន់តែអ្នកនរគ្នាជា follower របស់ខ្ញុំហើយបាន comment នៅក្នុងវីដេអូមួយនេះខ្ញុំនឹងស្រង់យក comment ទាំងអស់ដើម្បីធ្វើការ randomឥឡូវហ្នឹងខ្ញុំអត់ចង់និយាយអីពាក់ព័ន្ធជាមួយនឹង event របស់ខ្ញុំទៀតទេព្រោះថាខ្ញុំខ្លាចគេចាប់មែនតើសម្បីតែពាក្យពេចន៍ហ្នឹងក៏ខ្ញុំត្រូវទៅសួរ ChatGPT ដែរថាពាក្យអីខ្លះដែលគេចាប់ពាក្យអីខ្លះដែលគេមិនចាប់ដល់អញ្ចឹងវាតឹងទ្រូងខ្លាំងមែនតើCommander Luigi គឺជា Commander មួយដែលធ្វើការ revamp ចេញពី Commander Yuki ដែលជា Commander មួយដែលស៊ី hero ទាំងសងខាងដើម្បីបង្កើនសមត្ថភាព hero ដែលនៅកណ្ដាលតែឥឡូវនឹងក្រោយពេល revamp ក្លាយទៅជា Luigi Commander Luigi ប្រែក្លាយ hero ធម្មតាក្លាយទៅជា item ដែលមានសមត្ថភាពពិសេសទៅតាម synergy របស់ hero ទាំងអស់នោះចំណែក power item ដែលកើតចេញពីការ consume hero ទាំងអស់នោះវាអាស្រ័យទៅលើតម្លៃរបស់ hero និងផ្កាយរបស់ hero ផងដែរកាលណាតម្លៃកាន់តែថ្លៃផ្កាយកាន់តែច្រើន item នោះក៏កាន់តែផ្ដល់អត្ថប្រយោជន៍កាន់តែខ្លាំងផងដែរហើយនេះគឺជាឧទាហរណ៍សម្រាប់អ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹង item ដែលចេញមកពី hero ដោយដែលយើងដឹងហើយថា Fanny គឺជា hero 2កាក់ហើយ Clean គឺជា hero 3កាក់អញ្ចឹងហើយអ្នកទាំងអស់គ្នាអាចចាប់អារម្មណ៍មើលទៅលើ HP Physical Attack ហើយនិង Magic Attack ដែលវា boost មកបានគឺវាខុសគ្នាបន្តិចបន្តួចក៏ដោយសារតែ hero 2ហ្នឹងខុសគ្នាតម្លៃមួយកាក់តែអ្វីដែលមិនផ្លាស់ប្ដូរនោះគឺជា unique passive skill ទោះបីជា hero របស់អ្នកទាំងអស់គ្នាមក goal ឬក៏5 goal ឬក៏5 goal ផ្កាយ2អីក៏វានៅតែដដែលដែរសម្រាប់ unique passive ហ្នឹងបន្ទាប់ពីយើងប្រៀបធៀបនៅ item ដែលចេញអំពីតម្លៃ hero ហើយឥឡូវហ្នឹងយើងមកប្រៀបធៀបរវាង item ដែលចេញពី hero ដែលមានផ្កាយ1និង hero ដែលមានផ្កាយ2ទៅវាខុសគ្នាប៉ុណ្ណាដោយដែលអ្នកនរគ្នាបានឃើញអញ្ចឹង item ដែលចេញពី hero ដែលមានផ្កាយ1និង hero ដែលមានផ្កាយ2សមត្ថភាពដែលចេញអំពី hero ដែលមានផ្កាយ2វាច្រើនជាងសមត្ថភាពដែលចេញពី hero ដែលមានផ្កាយ1សឹងតែពាក់កណ្ដាលទៅហើយសម្រាប់ unique passive skill វិញដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺអត់មានការផ្លាស់ប្ដូរអីទាំងអស់តែមិនមានន័យថាគ្រប់ hero ទាំងអស់ឲ្យទៅដាក់ទៅជា item គឺចេញ passive ហ្នឹងទេ passive របស់វាគឺអាស្រ័យទៅលើ synergy របស់វាដោយ Fanny Clean Lancelot សិតតែមាន synergy ស្បែកជើងអញ្ចឹងហើយវាប្រកាសជាទទួលបាន passive ស្បែកជើងហើយតែបើសិនជាយើងដូរទៅជា hero Scavenger វិញឧទាហរណ៍ដូចជា Hervis Angela វាអាចចេញជាការផ្ដល់ hero ឲ្យរៀងរាល់2 match វិញសម្រាប់ power card របស់ Luigi វិញវានឹង random hero 3កាក់ចំនួន1ឲ្យយើងបន្តមកទៀតវានឹងផ្ដល់ឲ្យ hero 3កាក់ដដែលរហូតគ្រប់ចំនួន6ដងមានន័យថាយើងនឹងទទួលបាន hero 3កាក់ផ្កាយ2ចំនួន2វាធ្វើឲ្យយើងងាយស្រួលក្នុងការហៅ hero 3កាក់កាយ3ខ្លាំងមែនតើគ្រាន់តែយើងហៅ hero 3កាក់មួយហ្នឹងចំនួន3ទៀតមកយើងនឹងទទួលបាន hero 3កាក់ផ្កាយ3យ៉ាងស្រួលហើយឥឡូវហ្នឹងខ្ញុំក៏អស់អីនិយាយមែនតើហើយអរគុណអ្នកនរគ្នាដែលបានមើលដល់កន្លែងនេះ I cast you out. I never falter. I cast you out. The will of my blade is absolute. Utopia. Life flows in balance.